ការលាងសម្អាតដោយប្រើប្រាស់ទឹកធម្មតាមិនគ្រប់គ្រាន់ទេពីព្រោះការលាងសម្អាតដោយប្រើទឹកធម្មតាមិនអាចការពារការចម្លងមេរោគមិនឲ្យឆ្លងបានឡើយតាមរយៈសមាគម The American College of Obstetrics and Gynecology ហៅកាត់ថា ACOG បានណែនាំឲ្យបដូរសម្លេងអនាម័យចន្លោះពី4ទៅ6ម៉ោងនិងយ៉ាងយូរមិនឲ្យលើសពី8ម៉ោងអាស្រ័យទៅលើបរិមាណនិងការជ្រើសរើសកម្រាស់សម្លេងអនាម័យយកមកប្រើប្រាស់ទឹកអនាម័យអាចប្រើប្រាស់បានទាំងអ្នកនៅលាវនិងអ្នកមានដៃគូប៉ុន្តែយើងត្រូវជ្រើសរើសទឹកអនាម័យឲ្យបានត្រឹមត្រូវនិងទទួលបានការណែនាំពីអ្នកជំនាញចាអាចប្រើប្រាស់បានតែត្រូវជ្រើសរើសទឹកអនាម័យដែលមានការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះនិងបញ្ជាក់ពីសុវត្ថិភាពនៅក្នុងផលិតផលទឹកអនាម័យនោះក្រោយពេលកូនស្រីរបស់ប្អូនពេញវ័យមានន័យថាពេលដែលគាត់មករដូវគឺគាត់អាចចាប់ផ្ដើមប្រើទឹកអនាម័យបានហើយនៅលើទីផ្សារទឹកអនាម័យមានច្រើនប្រភេទប៉ុន្តែអ្នកគ្រូសូមណែនាំជ្រើសរើសទឹកអនាម័យដែលមានតុល្យភាព pH កម្រិត5ព្រោះកាលណា pH មានតុល្យភាពវាអាចកម្ចាត់បាក់តេរីដែលអាក្រក់ថែរក្សាបាក់តេរីដែលល្អនិងជួយកុំឲ្យស្បែកស្ងួតកាលណាស្បែកនៅតំបន់ពិសេសមានស្ងួតគឺវាអាចคล้ายទៅជាការរមាស់និងការរលាកទៅវិញអ្នកគ្រូសូមណែនាំទឹកអនាម័យ PA Care មាន PA កម្រិត5ដែលមានតុល្យភាពទៅនឹងកម្រិត pH ស្បែកនៃតំបន់ពិសេសរបស់ស្ត្រីស័ក្តិសមក្នុងការប្រើប្រាស់ប្រចាំថ្ងៃដើម្បីជួយការពារបាក់តេរីមិនល្អដែលអាចធ្វើឲ្យធ្លាក់សនិងរមាស់ព្រមទាំងមានបច្ចេកវិទ្យា pH Care Odor Protect ការពារក្លិនមិនល្អផងដែរ